ជំរាបសួរថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយនឹង secondary stroke prevention ឬយើងប្រើជាភាសាខ្មែរហៅថាការបង្ការឬកាត់បន្ថយកុំឲ្យមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលម្ដងទៀតចំពោះអ្នកដែលកើតមានម្ដងរួចមកហើយទី1បញ្ឈប់ការជក់បារីចំពោះអ្នកជក់បារីប្រចាំថ្ងៃបញ្ឈប់ឬកាត់បន្ថយការទទួលទានស្រាច្រើនទី2រៀបចំផែនការសម្រកទម្ងន់ចំពោះអ្នកជំងឺធាត់ទី3សម្រាប់ជំងឺស្ទះសរសៃឈាមខួរក្បាលជំរើសថ្នាំរារាំងលើកំណត់ឈាមអាស្រ័យលើទិន្នន័យបានពីការរុះរករបស់វិជ្ជាបណ្ឌិតថាតើការស្ទះបណ្ដាលពីកំណត់ឈាមពីប្រអប់បេះដូងឬមិនមែនទី4ការគ្រប់គ្រងជំងឺលើសសម្ពាធឈាមដោយដាក់គោលដៅឲ្យសម្ពាធឈាមទាបជាង130លើ80មីលីម៉ែត្របារ៉តទី5ព្យាបាលជំងឺសរសៃឈាមកប្រសិនបើរកឃើញថាមានតាមរយៈការធ្វើអេកូសរសៃឈាមកទី6ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់20នាទីក្នុងមួយថ្ងៃនឹងជាការល្អប្រសិនបើទទួលការព្យាបាលចលនាពីគ្រូពេទ្យព្យាបាលចលនាឬហៅថា physical therapy ទី7ព្យាបាលជំងឺលើសជាតិខ្លាញ់ដោយកំណត់គោលដៅជាតិខ្លាញ់ក្នុងឈាម LDL cholesterol ឲ្យទាបជាង70មីលីក្រាមក្នុង1ដេស៊ីលីត្រទី8គ្រប់គ្រងជាតិស្ករនិងព្យាបាលជំងឺទឹកនោមផ្អែមដោយដាក់គោលដៅឲ្យ HbA1c ទាបជាង7%សម្រាប់អ្នកជំងឺដែលមានកត្តាអំណោយផល